ជំរាបសួរញាតិមិត្តបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញបងប្អូនរបៀបធ្វើនំអាកោធ្វើពីអង្ករអត់ធ្វើពីម្សៅកញ្ចប់ទៀតទេពីព្រោះកាលណាយើងធ្វើពីអង្ករវាឈ្ងុយមែនតែនហ្មងណាមួយចាននឹងញ៉ាំអស់ហើយខ្ញុំដាក់ទឹកអ៊ូបេហ្នឹងគឺជាទឹកសម្លងស្វាយដំឡូងស្វាយខាពួកហ្វីលីពីនគាត់ចូលចិត្តណាស់ឈ្ងុយមែនតែនត្រូវដូងបាច់ដាក់ច្រើនទេដាក់តែបន្តិចបានហើយបើបងប្អូនចង់ប្រើដូងនឹងអស់ក៏ប្រើទៅប៉ុន្តែខ្ញុំដាក់ដូងតែប្រមាណស្ព្រាទេហើយបងប្អូនចាំមើលអានេះអង្ករ Jasmine ណាមិនអង្ករជប៉ុនណាខ្លីៗណាអង្ករជប៉ុនខ្លីៗត្រូវលាយពិធីផ្សេងទៀតអត់ដូចគ្នាទេអូខេអូលៀងនេះខ្ញុំ5ខ្ញុំ5 6 7ម៉ោង8ម៉ោងហើយខ្ញុំ5ទឹកមិញឥឡូវនិយាយយកទៅពេលយើងចាក់វាកុំឲ្យកពុកណាតែកពុកវាត្រូវអស់4-10ក្រាមទៀតហើយទេលាងវាចោលពីបេទឹកណាកហ្នឹងកចាស់ហ្នឹងមិនមែនកខ្លីៗរបស់ជប៉ុននេះណាកខ្លីៗរបស់ជប៉ុនវារឹងជាងហ្នឹងអូខេយើងចាក់វាមកក្នុងនឹងមកសម្រេងវាអត់ឲ្យដល់ទឹកទេអូខេហើយចាំយើងវាស់ទឹកក្រួយអូខេវាស់ទឹកទៅហើយយើងយកវាទៅនេះយើងយកវាទៅថ្លឹងអូខេយើងថ្លឹងកជាមួយនឹងទឹកអូខេយើងដាក់ក្នុងចាននេះកុំឲ្យវាកពុកអត់ឲ្យកពុកទេអង្ករហើយនឹងទឹកហ្នឹងស្រុបចូលគ្នាអង្ករវា380អូខេដល់ពេលយើងដាក់អង្ករហើយទឹកបូកចូលគ្នាទៅអត់បាន1ជា2ទេ1ជា2វាទន់ពេកបើបងប្អូនចង់ឲ្យវាប្រេះណាវាឡើងដែរតែអត់ប្រេះដាក់ស្មើអូខេអមថា380ពេលយើងត្រាំហើយហ្នឹងយើងគុណ7ទៅអត់ឲ្យនៅសល់ទេណាកនអត់ឲ្យមានមកគ្រាប់ណាទេអត់ឲ្យពុកអត់ឲ្យសល់ទៀតអូខេហើយយើងដាក់វាចូលក្នុងនឹងទាំងអស់អូខេថ្លឹងវា730គុណនឹង2វា380វា760ប៉ុន្តែខ្ញុំចង់ឲ្យវាប្រេះមាត់ចាប់កាលណាយើងចង់ឲ្យប្រេះមាត់ចាប់យើងបន្ថយណាបន្ថយទឹកអត់ដល់1ជា2ទេឥឡូវហ្នឹង380ត្រាំហើយវាឡើងដល់ជាង500យើងបន្ថែមធ្វើយ៉ាងម៉េចឲ្យគ្រប់បាន740ក្រាមអូខេដូងណាដូងយើងដាក់3ស្ព្រាទៅ4ស្ព្រាទៅអូខេចាំថ្លឹងទឹកហើយនឹងដូងជាមួយគ្នាទាំងអស់2 3ខ្ញុំដាក់ដូង4ស្ព្រាអូខេ4ស្ព្រាបាយពេញណាហ្នឹងហើយទឹកដាក់ទឹកក្តៅអ៊ុនណាទឹកត្រជាក់70% ទឹកពុះ30%ទេណាកុំឲ្យក្តៅពេកពេលយើងដាក់ទៅជាមួយអង្ករហ្នឹងវាអ៊ុនល្មមណាសរុបទៅទាំងទឹកទាំងអង្ករទាំងដូងវា740ក្រាមបងប្អូនស្ដាប់ណាពូអង្ករយើងកាលណាត្រាំហើយវាឡើងដល់500ជាងហើយម្ល៉េះហើយយើងដាក់ដូងបន្តិចទៅហើយនឹងទឹកបន្តិចទៅដូងដាក់6ស្ព្រាហ្នឹងទៅដូចខ្ញុំដាក់ឲ្យមើលចែកជូនមើលហ្នឹងណាអូខេទាំងទឹកទាំងដូងទាំងអង្ករត្រាំហើយ740អូខេអំបិលមកខ្ញុំដាក់ឲ្យ1/4ស្ព្រាកាហ្វេបន្ថែមខ្ញុំព្រិចធាត់អូខេនេះ1/4ស្ព្រាកាហ្វេកំប៉ុងនេះនោះមកកំប៉ុងអញ្ចឹងទៅអូខេប៉ុន្តែខ្ញុំព្រិចធាត់មិនខ្ញុំដាក់ឲ្យអូខេស្ករដាក់140ទៅ150ខ្ញុំប្រើតែ140ព្រោះខ្ញុំអត់ចង់ផ្អែមពេកអូខេ140ព្រោះយើងដាក់ឲ្យបើយើងអត់ដាក់ទេយើងកិនអត់ទៅទេព្រោះវាគោកពេកណាហើយយើងអាចធ្វើរាវទេតែរាវនំអត់ឡើងទេ140ទៅ150អូខេខ្ញុំដាក់140យើងត្រូវដាក់ស្ករកិនជាមួយយើងកាយតម្លាក់អស់កុំឲ្យវាជាប់នៅលើកាលណាជាប់នៅលើអង្ករដល់អង្ករនំយើង
វាខ្វះជាតិអង្ករណាកាយតលាក់ហើយនៅពេលដែលយើងកិនហ្នឹងយើងដាក់ស្ករជាមួយនឹងទឹកជាមួយនឹងខ្ទិះជាមួយនឹងអង្ករយើងពេលព្រោះបើយើងអត់ដាក់ស្ករទេវារឹងពេកកិនអត់ទៅស្ករជំនួយឲ្យវារាវហ្នឹងហើយយើងកិនវាទៅកិនប្រហែល30វិនាទីហើយយើងបិទវាមុនដំបូងយើងបើកវាឡូហើយយើងបើកអាតនិចវានឹងត្រឹមលេខ4លេខ5ទេដល់ពេលវាដើរបានមួយផ្លែតហើយយើងឆ្កឹះមកហើយវាអត់ឃ្លាតឡើងលើឃើញទេបើបងប្អូនដាក់លេខ8លេខ9ណាវានឹងឃ្លាតឡើងលើផលណាណីទៅវាជាប់ពេញកែវយើងហ្នឹងហើយយើងរាប់ទៅប្រហែលជា30វិនាទីណាហ្នឹងហើយយើងកិនវាទៅយើងឈររាប់វាទៅ30វិនាទីម៉ាស៊ីនហ្នឹងប៉ុន្តែបើសិនណាជាបងប្អូនប្រើអាម៉ាស៊ីនមិនមែនអាវ៉ៃតាមិចហ្នឹងណាបងប្អូនត្រូវកិនយូរបន្តិចហើយព្រោះម៉ាស៊ីនវាអត់សូវខ្លាំងអានេះវាខ្លាំងយើងកិនវាប្រហែល30វិនាទីហើយយើងយកវាចេញមកស្ទាបមើលណាយើងស្ទាបមើលទៅតើស្ទាបអង្ករយើងហ្នឹងណាតើវាម៉ត់អត់30វិនាទីប្រហែលកន្លះនាទីទេអូខេប៉ុន្តែបើបងប្អូនអត់មានម៉ាស៊ីនហ្នឹងត្រូវកិនយូរបន្តិចនេះណាឃើញអត់ទាន់ម៉ត់ទេនៅក្រៀតវាអាចក្រៀតបានទេពេលព្រោះកាលណាក្រៀតអង្ករដល់អង្ករទឹកដល់ទឹកនំយើងអត់ឡើងល្អទេឡើងឲ្យស្រកវិញណាដល់ពេលអត់ទាន់ម៉ត់ទេយើងត្រូវកិនវាម្សាទៀតនេះខ្ញុំដាក់កិនម្សាទៀតហើយអាម៉ាស៊ីននេះអាម៉ាស៊ីនណារៀងថ្លៃតិចណាការខ្ញុំទិញហ្នឹងថ្លៃ500ប៉ុន្តែអាក្រួយឥឡូវហ្នឹងតែ350 300ខាក់អីទេដល់ហើយយើងកិនវាទៅយើងកិនវាម្សាទៀតយើងគិតថារាប់ទៅប្រហែលជា30វិនាទីអូខេពេលយើងកិនហ្នឹងយើងបើកភ្លើងបើកអាទូចសិនបើកកដាលណាបើកកដាលកុំអាចបើកខ្លាំងហើយដល់ពេលវាដើរបានបន្តិចហើយចាំយើងបើកអាខ្លាំងហើយបើមិនចឹងទេពេលយើងបើកវាខ្លាំងហ្មងវាលោតម្សៅនឹងទៅដល់លើប្រឡាក់អាកែវយើងហ្នឹងណាមកហើយម្សៅហ្នឹងវាជាប់កែវអស់មកកំភ្លុះហើយព្រោះកែវវាធំណាហ្នឹងហើយយើងកិនវាទៅប្រហែល30វិនាទីដល់ពេលយើងកិនបានយើងដាក់ស្ករព្រោះកាលណាយើងដាក់ស្ករហ្នឹងវាជួយយើងវាជួយដូចជាតិទឹកអញ្ចឹងកិនទៅវាធ្វើឲ្យរាវបើបងប្អូនកិនតែទឹកសុទ្ធហើយនឹងដូងហើយនឹងអង្ករនឹងតែ3មុខហ្នឹងណាវាគោកកិនអត់ទៅទេម្សៅម៉ាស៊ីនបងប្អូនហ្នឹងប៉ុន្តែម៉ាស៊ីនហ្នឹងវាទៅដែរប៉ុន្តែវាទៅរបៀបតឹងណាបណ្ដាដល់ម្ល៉េះហើយខ្ញុំត្រូវដាក់ស្ករនៅហ្នឹងអត់ដាក់ស្ករនៅហ្នឹងទេព្រោះកិនអត់ទៅអូខេហ្នឹងហើយឥឡូវយើងស្ទាបមើលម្ដងទៀតនេះបានប្រហែលកន្លះនាទីទៀតហើយបើម៉ាស៊ីនធម្មតាបងប្អូនប្រហែលកិនពី3សាបានវាម៉ត់ល្អឥឡូវវាម៉ត់ហើយណាកាលណាវាម៉ត់យើងនំយើងវាឡើងល្អយើងកិនម៉ត់ហើយយើងចាក់វាចូលចានទៅយើងគ្រាន់តែថែមមេទេថែមមេហើយនឹងថែមប្រេងបន្តិចទៅដើម្បីឲ្យវាទន់នំយើងណាតែប៉ុណ្្នឹងទេនំនឹងស្រួលធ្វើណាអត់ពិបាកទេបងប្អូនតែគ្រាន់តែបារ៉ាប់កិនហ្នឹងតោះតែបារ៉ាប់ហ្នឹងខ្លាំងបន្តិចណាហើយបើមិនចឹងទេបងប្អូនកិនអាម៉ាស៊ីនធម្មតាហ្នឹងយូរបន្តិចហើយ2 ដងណាកុំកិនតែម្ដងកាលណាម៉ាស៊ីនក្តៅវាឆេះណាអាម៉ាស៊ីននេះខ្ញុំកិនម្ដងតែកន្លះនាទីទេព្រោះកាលណាអាដែកហ្នឹងវាវិលខ្លាំងទៅវាធ្វើឲ្យខូចម៉ាស៊ីនយើងណាយើងឈប់មួយផ្លែតទៅចាំយើងកិនម្សាទៀតណាហ្នឹងហើយខ្ញុំជម្រាបបងប្អូននាងម្នាក់ឈ្មោះផាន់ណា page ផាន់ណា kitchen ហ្នឹងលួចវីដេអូនំទ្រាំខ្ញុំយកទៅធ្វើអូនស្រីម្នាក់ឈ្មោះស្លឹកតយគាត់សុំវីដេអូខ្ញុំធ្វើបើនាងផាន់ណា page ផាន់ណា kitchen ហ្នឹងគឺលួចអាវីដេអូrecipe ខ្ញុំធ្វើនំទ្រាំណាគ្រាន់តែគុណនឹង2ឯងដូចបេះបិទតាំងពីរបៀបស្គៀបអង្គឡើងអានេះមេនេះ active dry yeast បងប្អូនអានេះខ្ញុំចេះលុបវាទៅព្រោះខ្ញុំដាក់អង្គឡតារាកាលណាវា expire ខ្ញុំលុបចោលខ្ញុំដាក់ថ្ងៃថ្មីបើថាមេយើងនឹងវាផុតកំណត់វាអត់ឡើងទេយើងដាក់មកសាព្រាកាហ្វេកំប៉ុងណាវា5ទៅ6សាព្រា6ក្រាម5ទៅ6ក្រាមមកសាព្រាកាហ្វេកំប៉ុងហ្នឹងណាហ្នឹងហើយទៅមេនំប៉័ងហ្នឹងវាស្រាលជាង baking powder ខ្ញុំប្រើតែកន្លះសាព្រាកំប៉ុងទេប៉ុន្តែវា4ទៅ5ក្រាមណានេះមកកំប៉ុងដូចគ្នាបងប្អូនលាយតែមេនឹងហើយដល់ហើយកូរវាសពហើយចាំយើងដាក់ប្រេងចូលក្រោយអូខេហ្នឹងហើយប្រេងដាក់ក្រោយគេមេហ្នឹងdouble acting ហ្នឹងណាហ្នឹងហើយប្រើអាហ្នឹងទៅយើងកូរវាទៅនេះ
យើងកូរវាតរលែងឃើញមេហ្នឹងនៅដោយខ្លួនឃើញពណ៌តែមួយយកអាប្រដាប់កូរហ្នឹងបានស្រួលអា waste ហ្នឹងពីព្រោះបើយើងកូរវែកយូរបើកូរអាហ្នឹងវាលឿនជាងណាហ្នឹងហើយចេះតែកូរទៅបងប្អូនខ្ញុំអត់ទាន់ឃើញអ្នកណាគេយកអង្ករហ្នឹងមកធ្វើឯងខ្មែរហើយទោះបីគេធ្វើក៏គេអត់មានដាក់ឲ្យបងប្អូនមើលច្បាស់លាស់អញ្ចឹងដែរណាតិចទៀតមានគេយករបស់ខ្ញុំទៅធ្វើទៀតបើអ្នកណាចង់បានសុំមួយម៉ាត់ទៅថោកអីដៃខ្លីអីមាត់អូខេកូរវាតសពអញ្ចឹងទៅដល់ពេលយើងឡើងឃើញគ្រាប់មេហ្នឹងណាមេហ្នឹងវាមានពណ៌រៀងប្រោវាពណ៌រៀងពណ៌សាច់កាលណាឡើងឃើញពណ៌សាច់ហ្នឹងបងប្អូនឈប់កូរទៅបានហើយចាំយើងចាក់នេះចូលចាក់ប្រេងចូលណាហ្នឹងហើយមានមួយក្បួនទៀតបើបងប្អូនចង់ឲ្យនំហ្នឹងរៀងផុយខ្ញុំធ្វើឲ្យអស់ហើយតែខ្ញុំមិនទាន់បានដាក់ចែកជូនបងប្អូនមើលមួយក្បួនទៀតធ្វើឲ្យសាច់នំហ្នឹងរៀងផុយបន្តិចបើចង់ឲ្យនំហ្នឹងស្វិតបន្តិចក៏មានក្បួនមួយទៀតដែរណាខ្ញុំស្រាវជ្រាវគ្រប់ម្សៅអស់កាលណាខ្ញុំធ្វើនេះហ្នឹងធ្វើនំអីក៏ដោយខ្ញុំដឹងថាម្សៅនេះវាធ្វើឲ្យនំយ៉ាងម៉េចម្សៅនេះវាធ្វើឲ្យនំយ៉ាងម៉េចអាខ្លះស្វិតអាខ្លះរឹងអាខ្លះផុយអញ្ចឹងណាហ្នឹងហើយខ្ញុំដឹងថាជាតិម្សៅណាអាចធ្វើអីបានពួកខ្ញុំស្រាវជ្រាវទៅខ្ញុំសាកល្បងអស់ហើយអូខេឥឡូវប្រេងអាវ៉ូខាដូបងប្អូនកុំប្រើប្រេងអូលីវប្រេងអូលីវអាចទទួលកម្ដៅបាន1350 degree Fahrenheit បើគិតជា Celsius វិញបាន180អីណាពីព្រោះបើលើសកម្ដៅវាចេញជាតិម្យ៉ាងហៅជាតិ oxidation ហ្នឹងគឺជាជាតិមួយដែលធ្វើឲ្យកើតជំងឺមហារីកណាប៊ូអាវ៉ូខាដូអាចទទួលកម្ដៅបាន550 degree Fahrenheit ណាបងប្អូនបានប្រហែល1ជា2នៃអាវ៉ូខាដូនៃ olive oil ខ្ញុំលែងប្រើហើយឥឡូវខ្ញុំប្រើ3ស្ព្រាណា3ស្ព្រាហ្នឹងវា30ក្រាមបងប្អូនណាហ្នឹងហើយយើងដាក់វាក្រោយគេដើម្បីឲ្យនំយើងរៀងទន់ធ្វើឲ្យនំយើងទន់ល្អអូខេដាក់ប្រេងបន្តិចឲ្យនំទន់ប៉ាតាំងគោដាក់នំដាក់ប្រេងឡើងហៀហូឡើងកាន់ទៅឲ្យដៃឲ្យសើមអានេះអត់មានសើមដៃទេណាគាត់ដាក់ឲ្យនំយើងទន់បន្តិចទេឈ្ងុយយើងធ្វើម្សៅអង្គរហ្នឹងឈ្ងុយណាឈ្ងុយខុសពីម្សៅធម្មម្សៅខ្ចប់បងប្អូនគឺទឹកនេះឈ្ងុយទឹកដលងស្វាយអូខេឈ្ងុយដូចត្រាវអញ្ចឹងដាក់ទៅខ្ញុំដាក់តែមួយចុងស្បៀនេះ2 3ត្រង់នេះឃើញទេឃើញមួយចុងស្បៀតិចញ៉េបនេះតិចមែនតើឃើញទេអូខេមួយចុងស្បៀអូខេដាក់តែមួយចុងស្បៀកុំដាក់ច្រើនឈ្ងុយដូចត្រាវចឹងបងប្អូនព្រោះវាម្សៅអាប្រេងអាទឹកដលងស្វាយឈ្ងុយដូចត្រាវចឹងកូរវាឲ្យសព្វទៅហើយទុកឲ្យវាឡើងហ្នឹងដាក់ស្បង់ថ្មីក្របវាក្របឲ្យចិត្តអត់ឲ្យខ្យល់ចេញចូលទេណាខ្ញុំក្របឲ្យចិត្តអត់ឲ្យមានខ្យល់ចេញចូលទេដើម្បីនំវាឆាប់ឡើងល្អចូលមាត់វាចិត្តអូខេហើយយើងទុកចោល1 ម៉ោងកន្លះវាឡើងហើយអូខេនេះអូខេវាឡើងហើយឥឡូវបាន1 ម៉ោងកន្លះហើយនេះវាឡើងខ្លាំងកន្លះនាំមាត់ចានណាឃើញឡើងនាំមាត់ចានអស់ប្រឡាក់ស្បង់អស់ឃើញស្បង់នឹងត្រូវស្អាតឃើញតែកាលណាស្បង់យើងអត់ស្អាតដល់ហើយអូខេនេះឃើញទេសេអសដាក់ឃើញ souffle cup ទិញនៅអា Smart and Final បងប្អូនណាបរិយាអារម្មណ៍ខាប់ណាបើយើងចាក់អាកោខ្ទិះណាយើងចាក់អាចារ្យនេះតប៉ែតបន្តិចវា2 អោនអានេះ1 អោនណានេះ1 អោនមិននេះកែវនេះកែវតិចនេះណាហើយបើយើងចាក់អាកោខ្ទិះយើងចាក់អាកែវ2 អោនតែវារាក់ស្នុកយើងដាក់ខ្ទិះពីលើដើម្បីនំនឹងរៀងធំណាអានេះញ៉ាំរួយដូងនេះអូខេ souffle cup បាទបងប្អូនចង់នេះកែវនេះខ្ញុំមានដែរខ្ញុំទៅលាបកែវនេះក៏មានដែរនេះ
ខ្ញុំខ្ជិលលៀងឃើញទេអានេះបើយើងចាក់អានេះណាយើងចាក់តែពាក់កណ្ដាលខាប់ទេនេះយើងចាក់អាហ្នឹងយើងចាក់ពាក់កណ្ដាលទេដើម្បីធ្វើអាកោខ្ទិះអូខេហ្នឹងហើយខ្ញុំខ្ជិលលៀងខ្ញុំចាក់ហើយខ្ញុំបត់ចោលបរិយអាខាប់នោះប៉ុន្តែយើងឲ្យលៀងទុកកែវនេះយើងអាចលៀងទុកប្រើបានហូតតែវាអត់រលាយទេអូខេហ្នឹងហើយឥឡូវយើងចាក់វាអូខេយើងដាក់ទឹកដាំណាពេលដែលយើងបើកវាហ្នឹងយើងចាប់ផ្ដើមដាក់ទឹកយើងដាំឃើញវាឡើងទេយើងកូរវាប្រម៉ៃទៅអត់អីទេឃើញទេ1ម៉ោងកន្លះណា1ម៉ោងកន្លះលើបន្តិច1ម៉ោងកន្លះមកឲ្យម៉ោង35ហ្នឹងនេះអូខេយើងចាក់វាមួយកែវទៅតែកុំឲ្យពេញពេកតែពេញវាឡើងហៀកពុបលើនេះយើងចាក់ប៉ុណ្ណឹងនេះអត់បាច់ពេញទេអូខេនៅសក់ប្រហែលប៉ុណ្ណឹងនេះតែពេញវាហៀហើយហៀប្រឡាក់ហើយប្រឡាក់ហៀទៅដល់ម្សៅយើងឡើងសឹងហើយអូខេជូតវាចឹងណាយកគ្រាប់មកជូតវាចឹងទៅហើយដាក់វាចំហុយជូតគ្រាប់ហ្នឹងណាជូតស្ងួតឲ្យឃើញទេហើយដាក់ឆ្នាំយើងចំហុយទៅទឹកយើងពុះហើយហ្មងយើងចាក់ហើយទឹកយើងពុះល្មមបើភ្លើងខ្លាំងទៅណាបើភ្លើងលេខ8លេខ9ទៅហើយដាក់វាចំហុយ15 17នាទីអូខេ3 10នាទីខ្ញុំមកឲ្យជក់មើលកុនអីពេញឡើងនេះពេញឡើងរីកស្គុយអូខេបាត់ទៅណាបានហើយអាមួយនេះក្រោយគេវាអត់ឡើងឯងព្រោះគៀពីគៀនចានពីបាតចានណាគេឡើងទេឡើងប្រេះហ្នឹងណាឃើញទេឃើញប្រេះទេបងប្អូនចង់ឲ្យវាប្រេះត្រូវទុកដាក់ទឹកប៉ុណ្ណឹងឃើញទេអាមួយនេះតិចជាងគេព្រោះអានេះវានៅបាតចានណាវានៅបាតចានតិចឯងហើយវាឡើងគេដែរឃើញទេទុកឲ្យវាតិចបន្តិចសិនណាឥឡូវវាក្តៅណាស់ឆ្អិនហើយឃើញទេយើងទុកវាចោលទៅប្រហែលឲ្យវាត្រជាក់តិចណាកាលណាវាត្រជាក់វាអត់ជាប់ទេកាលណាវាអត់ត្រជាក់វាជាប់ហើយណាយើងធ្វើអានំហ្នឹងម្សៅកិនហ្នឹងវារៀងជាប់បន្តិចកែវអូខេពុកវាត្រជាក់ទៅប្រហែល1ម៉ោងកន្លះម៉ោងអញ្ចឹងណា5 10នាទីកន្លះម៉ោងអញ្ចឹងទៅអូខេយើងឆ្កឹះវាជុំវិញទៅវាអត់ជាប់ទេបើធ្វើយើងម្សៅអត់កិនណាម្សៅកញ្ចប់អត់សូវជាប់ទេតែម្សៅហ្នឹងជាប់ជាងអត់ហើយទេយើងរួយដូងទៅដាក់ដូងរួយទៅនេះហើយបើយើងចង់ឲ្យឈ្ងុយឆ្ងាញ់ណាអូខេរួយដូងចឹងទៅហើយរួយល្ងបន្តិចល្ងហ្នឹងគឺល្ងដែលយើងរួយលើបាញ់ជំនឿដាក់អំបិលឡំហើយឈ្ងុយចាហើយយើងដាក់ចឹងទៅវាឈ្ងុយញ៉ាំទៅហើយបងប្អូនកាកាវហ្នឹងកាកាវធ្វើពីម្សៅកិនអូខេម្សៅកិននេះខ្ញុំបកឲ្យមើលនេះឃើញទេវាឡើងស្មើហើយវាឈ្ងុយមែនតើទន់ហើយឈ្ងុយទៀតឃើញទេញ៉ាំមួយដូងហើយល្ងឈ្ងុយញ៉ាំសាទេក៏ឈ្ងុយដែរមិនបាច់អាក់ឡងច្រើនហ្នឹងឈ្ងុយមកល្ងហ្នឹងទៀតណាដាក់ល្ងរួយបន្តិចទៅល្ងហ្នឹងរួយបុកឲ្យលាយអំបិលតិចមួយចានហ្នឹងក៏ញ៉ាំអស់ដែរនេះវាឈ្ងុយអានេះធ្វើក្រោយគេអានេះធ្វើដាក់ស្លឹកតយបើស្លឹកតយស្ទើអានេះដាក់ដែរប៉ុន្តែខ្ញុំដាក់អាអ៊ូបេនឹងតិចឃើញទេនំនេះណាខ្ញុំធ្វើឲ្យខ្ញុំទុកចំព្រោះមានណាញ៉ាំព្រោះខ្ញុំធ្វើតេស្តឃើញទេគេវាឡើងទេវាឡើងប្រេះឃើញទេវាឡើងបានប៉ុណ្ណឹងដងហ្នឹងណាបានខ្ញុំដាក់ឲ្យបងប្អូនមើលព្រោះខ្ញុំមិនចង់ឲ្យបងប្អូនធ្វើឲ្យចាក់ចោលទេស្ដាយកម្លាំងនិងស្ដាយលុយណាឃើញទេខ្ញុំចាក់ចោល5 6 ដងហើយតិចបំផុត5 ដងណាហ្នឹងហើយបន្ថែមទឹកបន្ថយទឹកអានេះខ្ញុំថែមទឹកបន្តិច
វាឡើងដែរតែវាអត់សូវរីកដែរនេះអានេះខ្ញុំបន្ថយទឹកដល់បន្ថយទឹកវារីកខ្លាំងឃើញទេឃើញវារីកឡើងប្រេះទាំងអស់ហេអត់មានសល់មួយប្រេះទាំងអស់ហ្មងនេះឃើញវាប្រេះធំធំហ្នឹងណាហ្នឹងហើយចឹងបានថាធ្វើឲ្យយើងទុកឲ្យប្រាកដថាខ្ញុំធ្វើឲ្យខ្ញុំដាក់ទូទឹកកកចឹងទៅថ្ងៃណាខ្ញុំបានទៅវត្តថ្ងៃសិលអីចឹងទៅខ្ញុំកម្ដៅវាតែខ្ញុំកម្ដៅវាតែ5នាទីហើយខ្ញុំគ្របវាងុំទុកក្នុងឡាំងសឹងហ្នឹងទៅកុំកម្ដៅខ្លាំងពេកវាទន់រលួយហ្នឹងហើយយើងកម្ដៅប្រហែល5នាទីដាក់ទឹកពុះហើយដាក់កម្ដៅទៅ5នាទីយើងបិទភ្លើងហើយទុកវាចោលហ្នឹងទៅវាទន់ល្មើយដូចដើមវិញហើយបើសិនណាជាយើងចង់កម្ដៅញ៉ាំយើងដាក់ចានចឹងទៅហើយយកទឹកយកក្រាហាជូតដៃច្បាច់ទឹកឲ្យអស់ពូតទឹកដាក់ទឹកឲ្យសើមទៅហើយគ្របពីលើវាហើយយើងដាក់ microwave ប្រហែល1នាទីអីទន់ដូចដើមវិញអញ្ចឹងយើងចង់កម្ដៅវាញ៉ាំវិញហ្នឹងហើយឥឡូវរួចរាល់ហើយណាបងប្អូនបើចូលចិត្តចែកគ្នាមើលទៅណាប៉ុន្តែសូមនិយាយមួយនាងម្នាក់ឈ្មោះ Phana Page ចំណាំមកលួចវីដេអូខ្ញុំយកទៅធ្វើបងប្អូនស្រីស្លឹកតយសុំខ្ញុំយកវីដេអូនំទ្រាំខ្ញុំទៅធ្វើគឺដូច 100% គ្រាន់តែគុណនឹង2ទេអូខេអត់សុំទេអត់សុំហើយខ្ញុំប្រាប់ថាអ្នកឯងយកវីដេអូខ្ញុំធ្វើហើយធ្វើមិនដឹងទៀតខ្ញុំមើលសម្លឹងមើលអ្នកធ្វើវីដេអូបងប្អូនគ្រាន់តែសម្លឹងនឹងដឹងថាអ្នកនឹងលួចគេមកធ្វើហើយទៅហើយអ្នកនឹងលួចគេធ្វើឬក៏អ្នកនឹងស្រាវជ្រាវខ្លួនឯងណាឥឡូវរួចរាល់ហើយបងប្អូនចូលចិត្តចែកគ្នាមើលទៅណាវីដេអូខ្ញុំធ្វើរួចហើយឆ្ងាញ់ណាស់បងប្អូនខ្ញុំឲ្យទៅពួកម៉ាក់ខ្ញុំគាត់យកទៅផ្ទះទៅដល់ប្តីគាត់វាយខ្មុកប្រហែល10នំប្រលះខ្ទេចឈ្ងុយវាត្រូវនឹងដូងបាច់ដាក់ច្រើនទេដាក់ប៉ុណ្្នឹងបានហើយបើបងប្អូនអត់ចង់ដាក់ទឹកដាក់ខ្ទិះទាំងអស់ក៏បានដែរណាអានឹងកាន់តែឈ្ងុយទៀតប៉ុន្តែខ្ញុំអត់ចង់ប្រើខ្ទិះច្រើនពីព្រោះខ្ទិះដូងអត់សូវល្អទេណាបងប្អូនគឺជាខ្លាញ់រឹងខ្លាញ់ជ្រូកគឺខ្លាញ់ទន់ខ្លាញ់គោគឺខ្លាញ់រឹងប្រេងរឹងណាប្រេងអាវ៉ូខាដូគឺប្រេងទន់អូខេមកហើយខ្ញុំអត់ចង់ដាក់ទឹកខ្ទិះដូងច្រើនណាហ្នឹងហើយឈ្ងុយឆ្ងាញ់មែនតើនំហ្នឹងមួយចានហ្នឹងខ្ញុំអាចញ៉ាំអស់មួយពេលពីព្រោះកុំតែខ្លាចធាត់ទេកុំអីហ្នឹងអង្គុយអ៊ីតអស់ហើយខ្ញុំធ្វើអត់សូវផ្អែមទៀតផ្អែមល្មមខ្ញុំដាក់តែ140ក្រាមទេស្ករហ្នឹងហើយបងប្អូនចូលចិត្តចែកគ្នាមើលទៅណាអរគុណដែលបានមើលវីដេអូខ្ញុំ Thank you for watching Take care yourself Stay safe